គឹមកន្លងមកមានភ្ញៀវណាដែលអូនឯងជួបហើយគាត់មានអារម្មណ៍ថាគាត់ពិបាកនៅក្នុងការសម្រេចចិត្តទិញកម្រងយើង HM Chit Chat every Thursday. អរគុណបងសម្រាប់សំណួរឥឡូវខ្ញុំសូមលើកពីភ្ញៀវរបស់ខ្ញុំគូភ្ញៀវរបស់ខ្ញុំតតែម្ដងគាត់ទៅមកមើលហើយថ្មីហ្នឹងឯងហើយគាត់គឺជាអតិថិជនដែលគាត់មានផ្ទះរួចហើយជាក់ស្ដែងគាត់ទៅតែការហើយថ្មីតែឥឡូវនេះគាត់មក looking មើលផ្ទះទី2របស់គាត់តែគោលដៅរបស់គាត់បងប្រុសគាត់ចង់ទិញតាមបាច់ចិត្តរបស់គាត់ឯងបានន័យថាឧទាហរណ៍ដូចផ្ទះយើងមានច្រើនតម្លៃ 40000 ជាងក៏យើងមាន 80000 ជាងក៏យើងមានខ្ញុំសូមលើកតែពីផ្ទះហ្នឹងឯងដោយសារវាតម្លៃសមរម្យនៅក្នុងគម្រោងអញ្ចឹងណាចាហើយដល់ពេលហ្នឹងគឺបងប្រុសគាត់ទៅចែកមួយខ្ញុំគាត់ចង់ទិញដូចថាបងដាច់តម្លៃ 40000 ជាងហ្នឹងហ្មងតែផ្ទះហ្នឹងដាក់ពីបន្ទប់គេងទេហើយដល់ពេលបងស្រីវិញគាត់មកមើលអាផ្ទះតម្លៃ 80000 ជាងហើយគាត់ស្រឡាញ់គាត់ពេញចិត្តដោយសារផ្ទះតម្លៃ 80000 ជាងហ្នឹងបាន2ជាន់កំពស់2ជាន់ហើយ4បន្ទប់ដល់អញ្ចឹងឥឡូវហ្នឹងគឺថាស្ថិតនៅក្នុងការសម្រេចចិត្តដ៏ពិបាកខ្លាំងបំផុតសម្រាប់ពួកគាត់ដោយសារតែបងស្រីគាត់គិតថានៅពេលដែលអនាគតគាត់អាចនឹងយកបុត្រីម្នាក់ឬ2នាក់អីចឹងទៅអាហ្នឹងមនុស្សស្រីភាគច្រើនយើងគិតគូររៀងវែងឆ្ងាយជាងមនុស្សប្រុសតែមិនមែនទាំងអស់ហើយប៉ុន្តែភាគច្រើនចាដល់អញ្ចឹងបងស្រីគាត់ទៅចែកមួយខ្ញុំរឿងផ្ទះ 80000 តែពេលបងប្រុសគាត់ទៅចែកមួយខ្ញុំគាត់ចង់មកដាច់ផ្ទះ 40000 អញ្ចឹងជាអ្នកលក់នេះចង់សួរទៅកាន់អតិថិជនរបស់បរិយា HM Lucky Home វិញថាបើសិនជាបងប្អូនជាអតិថិជនដែលអញ្ជើញមកមើលផ្ទះនៅបរិយា HM Lucky Home នៅថ្ងៃនេះតើបងប្អូននឹងសម្រេចចិត្តយកមួយណាបងដាច់ផ្ទះ 40000 ឬក៏បងពាក់កណ្ដាលជាមួយនឹងផ្ទះ 80000 ហើយ 40000 ជាងទៀតគុំលូបើសិនជាបងប្អូនមានចម្លើយចាំជួយតម្លែងឲ្យនាងខ្ញុំមួយផងហើយភ្លេចតតមកនាងខ្ញុំសុគីមក៏ដូចជាសុផារីក្រុមការងាររបស់យើងពួកខ្ញុំរងចាំចម្លើយពីបងប្អូន